សូមជម្រាបសួរអស់លោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីបាទនៅថ្ងៃនេះផងដែរខ្ញុំបាទសូមជូននៅអត្ថបទមួយដែលនិយាយអំពីខ្សែបាត់ដៃដែលបង្ហាញពីខ្សែខួរក្បាលឬខ្សែសន្តិបញ្ញាខ្សែនេះបង្ហាញដល់ហេតុផលសន្តិបញ្ញាការចងចាំសមត្ថភាពខាងសិល្បៈនិងសមត្ថភាពក្នុងការប្រតិបត្តិកាលណាខ្សែនេះកាន់តែច្បាស់អ្នកក៏កាន់តែមានសន្តិបញ្ញាច្រើនហើយបើខ្សែខួរក្បាលកាត់កែងនឹងខ្សែជីវិតគេក៏កាន់តែមានសមត្ថភាពក្នុងការប្រតិបត្តិច្រើនឡើងខ្សែដេកបង្ហាញដល់មនុស្សមានបញ្ញាធម្មតាចំណែកខ្សែទេទៅរកពកច័ន្ទបញ្ជាក់ពីមនុស្សដែលមានបញ្ញាល្អខ្សែខួរក្បាលដែលចូលជាមួយនឹងខ្សែបេះដូងបញ្ជាក់ថាអ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតច្រើនបាទតទៅនេះជាការវិភាគលក្ខណៈរបស់ខ្សែខួរក្បាលនិងអត្ថន័យទី2ខ្សែបាត់ដៃដែលបញ្ជាក់អំពីសន្តិបញ្ញាខ្ពស់ខ្សែនេះបង្ហាញអំពីលក្ខណៈនៃសន្តិបញ្ញាដ៏ឆ្លាតវៃនិងមានគោលបំណងដ៏ខ្លាំងក្លាមនុស្សដែលមានខ្សែខួរក្បាលតភ្ជាប់ទៅនឹងខ្សែបេះដូងបែបនេះជាមនុស្សដែលមានជីវិតដើរឆ្ងាយជាពិសេសបើគេស្គាល់វិធីប្រើសមត្ថភាពរបស់ខ្លួនឲ្យមានប្រយោជន៍ផ្ទុយទៅវិញគេងាយនឹងទទួលអារម្មណ៍មិនល្អឆាប់មានបញ្ហារឿងស្នេហានិងស្អប់នរណាម្នាក់គេចាំបាច់ត្រូវអភិវឌ្ឍភាពអត់ធ្មត់ឲ្យបានច្រើនទី3ខ្សែបាត់ដៃដែលបង្ហាញពីភាពលោភនិងគ្មានសណ្ដោសខ្សែខួរក្បាលដែលរត់ត្រង់មករកបេះដូងបញ្ជាក់ដល់មនុស្សដែលគ្មានចិត្តគ្មានបេះដូងនិងនិយមសម្ភារៈគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រាក់ដូច្នេះគេគួរតែរៀនធ្វើចិត្តឲ្យបានទូលាយនិងយល់ចិត្តអ្នកដទៃឲ្យកាន់តែច្រើនឡើងចំណុចទី4ខ្សែបាត់ដៃដែលបង្ហាញពីការស្រឡាញ់សេរីភាពតែជាមនុស្សរឹងរូសខ្សែខួរក្បាលដែលនៅឃ្លាតពីខ្សែជីវិតបញ្ជាក់ដល់មនុស្សដែលចូលចិត្តទប់ទល់នឹងបញ្ហាផ្សេងៗដោយវិធីការរបស់ខ្លួនឯងពេលខ្លះគេក៏ចាត់ការបានល្អពេលខ្លះក៏មិនសូវបានល្អដែរប៉ុន្តែអ្វីដែលសំខាន់សម្រាប់គេគឺស្វែងរកជំនួយនិងព្រមទទួលយកជំនួយព្រោះវានឹងធ្វើឲ្យជីវិតរបស់គេកាន់តែមានភាពងាយស្រួលប្រសើរឡើងចំណុចទី5ខ្សែបាត់ដៃដែលបញ្ជាក់ពីភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងខ្សែខួរក្បាលដែលនៅជិតខ្សែជីវិតបញ្ជាក់ដល់សេរីភាពការមើលពិភពលោកក្នុងគំនិតល្អនិងភាពជឿជាក់លើខ្លួនឯងធ្វើឲ្យគេសម្លឹងបានវែងឆ្ងាយចំណុចទី6ខ្សែបាត់ដៃដែលបញ្ជាក់ពីភាពចាស់មុនវ័យដៃដែលមានសញ្ញាកូនភ្លោះកាត់ឡើងទៅចុងខ្សែខួរក្បាលសំដៅដល់មនុស្សដែលមានអារម្មណ៍ថាខ្លួនចាស់ជាងវ័យហើយគេឆាប់ចាស់ទៀតផងកំហឹងនិងកង្វល់ជាមូលហេតុនៃគំនិតអវិជ្ជមានចំណុចទី7ខ្សែបាត់ដៃដែលបញ្ជាក់ពីភាពស្រាក់ស្ទើរក្នុងការសម្រេចចិត្តខ្សែខួរក្បាលដែលតភ្ជាប់នឹងខ្សែជីវិតបញ្ជាក់ដល់ភាពប្រែប្រួលលក្ខណៈបែបនេះច្រើនតែកើតឡើងលើបាត់ដៃមនុស្សស្រីដែលពិបាកបែងចែកហេតុផលចេញពីអារម្មណ៍ចំណុចទី8ខ្សែបាត់ដៃដែលបញ្ជាក់ពីភាពជឿជាក់លើខ្លួនឯងខ្លាំងខ្សែខួរក្បាលបែងចែកជា2ទិសដៅមួយបែកទៅពកអាទិត្យឬពកពុទ្ធមួយទៀតទេទៅរកពកច័ន្ទនេះក៏ជាលក្ខណៈនៃភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងដែរវាបង្ហាញដល់មនុស្សដែលពូកែរៀបចំគម្រោងនិងរៀបចំក្រុមរួមទាំងមានសមត្ថភាពផ្លាស់ប្ដូរគំនិតផ្សេងៗឲ្យคล้ายជាការប្រតិបត្តិចំណុចទី9បាត់ដៃដែលបង្ហាញពីការបានទទួលការរាប់អាននិងមានកេរ្តិ៍ឈ្មោះខ្លាំងខ្សែដ៏ច្បាស់មួយដែលបែងចេញពីខ្សែខួរក្បាលឆ្ពោះទៅកាន់ម្រាមចង្អុលឬពកប្រហោះបញ្ជាក់ដល់មនុស្សដែលទទួលការគោរពរាប់អានយ៉ាងខ្លាំងគេមានសមត្ថភាពអាចស្វែងរកភាពជោគជ័យក្នុងការងារបានចំណុចទី10ខ្សែបាត់ដៃដែលបង្ហាញពីភាពឧស្សាហ៍ព្យាយាមខ្សែខួរក្បាលដែលចែកជា2ទិសដៅមួយបែកទៅកាន់ខ្សែបេះដូងនិងមួយទៀតទេបន្តិចគឺជាលក្ខណៈរបស់មនុស្សដែលដឹងខុសដឹងត្រូវគេជាមនុស្សយកចិត្ត
ទុកដាក់លើការងារជាខ្លាំងហើយធ្វើអ្វីផ្សេងប្រកបដោយភាពជោគជ័យចំណុចទី11ខ្សែបាតដៃដែលបង្ហាញពីភាពមិនស្ងៀមព្រោះខុសគោលបំណងខ្សែខួរក្បាលដែលមានលក្ខណៈដូចសញ្ញាកក្កបាតតភ្ជាប់គ្នាជាអង្កាញ់បង្ហាញដល់មនុស្សដែលមិននឹងណនិងមិនជឿជាក់លើខ្លួនឯងគេជាមនុស្សមិនស្គាល់ខ្លួនឯងដោយសារមិនអាចសម្រេចចិត្តបានហើយចូលចិត្តបណ្ដោយជីវិតទៅកាន់ព្រេងវាសនាប៉ុន្តែគេអាចដោះស្រាយសភាពដូច្នោះបានដោយការព្យាយាមផ្លាស់ប្ដូរទស្សនៈនិងវិធីគិតរបស់ខ្លួនចំណុចទី12បាតដៃដែលបង្ហាញពីភាពចាប់អារម្មណ៍ស្នាដៃនិងការតែងនិពន្ធពេលខ្សែខួរក្បាលបែកចេញពីគ្នាត្រង់ចំណុចសនៅចំកណ្ដាលខ្សែនេះជាលក្ខណៈរបស់អ្នកកាសែតអ្នកនិពន្ធអាជីពដែលទទួលបានជោគជ័យខ្លាំងឬមានស្នាដៃច្រើនចំណុចទី13ខ្សែបាតដៃដែលបង្ហាញពីសន្តិបញ្ញាខ្សោយនិងខ្វះគំនិតត្រឹមត្រូវខ្សែខួរក្បាលដែលខ្លីបង្ហាញដល់មនុស្សដែលមានកម្រិតសមត្ថភាពខាងសន្តិបញ្ញាទាបនេះអាចមានមូលហេតុមកពីការឈឺចាប់របស់ម្ដាយឬប្រើវិធីមានគ្រោះថ្នាក់ដល់សុខភាពក្នុងពេលមានផ្ទៃពោះចំណុចទី14ខ្សែបាតដៃដែលបង្ហាញពីការទទួលបានជោគជ័យនិងព្រមទទួលស្គាល់ខ្សែដែលកើតឡើងត្រង់ខ្សែខួរក្បាលឆ្ពោះទៅកាន់ពកស៊ីនឬពកពុតក្រោមម្រាមកូនដៃជាលក្ខណៈរបស់មនុស្សដែលឧស្សាហ៍ព្យាយាមនិងមានសក្តានុពលឆ្ពោះទៅរកភាពសុខដុមនិងកេរ្តិ៍ឈ្មោះចំណុចទី15ខ្សែបាតដៃដែលបង្ហាញពីខ្សែជាច្រើនដែលនៅជាប់នឹងខ្សែខួរក្បាលខ្សែនៅលើខ្សែខួរក្បាលចំណុច A បង្ហាញថាជាមនុស្សមានសេដ្ឋកិច្ចល្អហើយផ្នែកអាជីពមានដំណើរការទៅមុខយ៉ាងរលូនខ្សែតូចក្រោមខ្សែខួរក្បាលនិងត្រង់ចុងខ្សែខួរក្បាលមានលក្ខណៈក្នុងផ្លូវអវិជ្ជមានបញ្ជាក់ដល់ភាពជោគជ័យដែលមិនសូវល្អនិងមានសុខភាពយ៉ាប់យ៉ឺនមនុស្សដែលមានខ្សែខួរក្បាលបែបនេះគួរសម្រាកនិងយកចិត្តទុកដាក់រាងកាយចិត្តគំនិតឲ្យបានច្រើនចំណុចទី16ខ្សែបាតដៃបង្ហាញពីការឈឺក្បាលម្ខាងខ្សែខួរក្បាលដែលបែងចែកជាខ្សែតូចល្អិតបង្ហាញដល់អាការៈឈឺក្បាលឬឈឺក្បាលម្ខាងថែមទាំងបង្ហាញដល់ការខ្វះគំនិតឬគោលដៅនានានៅក្នុងជីវិតទៀតផងចំណុចទី17ខ្សែបាតដៃដែលបង្ហាញពីសេចក្តីសុខនិងសប្បាយចិត្តខ្សែខួរក្បាលដែលកងលើខ្សែជីវិតក្នុងកម្រិតទាបបំផុតបញ្ជាក់ដល់មនុស្សដែលមានមន្តស្នេហ៍និងលះបង់ខ្លួនហើយគេជាមនុស្សដែលយកចិត្តទុកដាក់ចំពោះតួនាទីគ្មានអារម្មណ៍តានតឹងហើយងាយចុះសម្រុងនឹងអ្នកដទៃចំណុចទី18ខ្សែបាតដៃដែលបង្ហាញពីសន្តិបញ្ញាទាបខ្វះសមាធិពេលខ្សែខួរក្បាលមានលក្ខណៈបែបនេះបញ្ជាក់ដល់ការខ្វះសមាធិនិងកម្រិតសន្តិបញ្ញាទាបទោះជាយ៉ាងណាក៏ដោយការហ្វឹកហាត់អប់រំឲ្យហ្មត់ចត់នឹងអាចយកឈ្នះបញ្ហាទាំងនេះបានចំណុចទី19ខ្សែបាតដៃដែលមានស្នេហាមិនជាទីគាប់ចិត្តខ្សែខួរក្បាលត្រួតគ្នាបង្ហាញដល់ការមិនពេញចិត្តទៅលើសម្ព័ន្ធភាពពីមួយទៅមួយហើយអាចពាក់ព័ន្ធទៅនឹងបុគ្គលទី3គឺស្នេហាត្រីកោណដែលអាចបង្កឲ្យកើតជាបញ្ហាលំបាកនិងភាពប្រកម្មរកូសចំណុចទី20ខ្សែបាតដៃដែលបង្ហាញពីភាពខ្ជិលច្រអូសនិងមានះបន្តិចបន្តួចពេលដែលខ្សែខួរក្បាលទេចុះបែបនេះបង្ហាញដល់មនុស្សដែលចាប់ផ្ដើមធ្វើអ្វីគ្រប់យ៉ាងបានល្អប៉ុន្តែខ្វះភាពអត់ធ្មត់ក្នុងការធ្វើការងារនោះឲ្យបានជោគជ័យពេលមានបញ្ហាកើតឡើងគេច្រើនតែខ្ជិលច្រអូសនិងខ្វះភាពជឿជាក់លើការងារចំណុចទី21ខ្សែបាតដៃដែលបង្ហាញពីចិត្តគំនិតរបស់អ្នកជំនួញខ្សែខួរក្បាលដែលបែងចែកដូចនេះបញ្ជាក់ដល់មនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការសម្រេចគោលដៅក្នុងជីវិត
ហើយមិនបាច់ឆ្ងល់នោះទេដែលពួកគេមានភាពឆ្លាតវៃខាងជំនួញព្រមទាំងមានទ្រព្យសម្បត្តិស្ដុកស្ដំនិងទទួលជោគជ័យទៀតផងបាទពុកម៉ែបងប្អូនអត្ថបទដែលនិយាយអំពីការទុះទាយខ្សែខួរក្បាលឬខ្សែសន្តិបញ្ញានេះឈានដល់ទីបញ្ចប់មុននឹងបញ្ចប់ខ្ញុំបាទសូមធ្វើការអធិស្ឋានរកកំហុសខុសឆ្គងដែលធ្វើការអធិប្បាយទៅមានភាពឡាលួឬខុសអក្ខរាវិរុទ្ធដល់ប្រការណាមួយហើយខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនរាល់ការជួយគាំទ្រនិងជួយចុចសញ្ញា Subscribe ដើម្បីតាមដានទស្សនានៅក្បួនតម្រាសាស្ត្រជាច្រើនទៀតផងដែរបាទសូមអរគុណសូមគោរពលា